សហគមន៍កសិកម្មទំនើបចំនួន2នៅខេត្តបាត់ដំបងចាប់ផ្ដើមធ្វើផលិតកម្មស្រូវស្រងាយស្រាលតាមកិច្ចសន្យាក្នុងតម្លៃ950រៀលក្នុង1គីឡូក្រាមសហគមន៍កសិកម្មទំនើបចំនួន2នៅខេត្តបាត់ដំបងរួមមានសហគមន៍កសិកម្មទំនើបដំណាំស្រូវអង្ករសុវត្ថិភាពនៅស្រុកមោងឫស្សីនិងសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហតនៅស្រុកសង្កែបានចាប់ផ្ដើមធ្វើផលិតកម្មស្រូវស្រងាយស្រាលតាមកិច្ចសន្យាក្នុងតម្លៃ950រៀលក្នុង1គីឡូក្រាមកាលពីថ្ងៃទី29ខែតុលាឆ្នាំ2025លោកដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានជួបសំណេះសំណាលជាមួយកសិករជាសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវអង្ករគុណភាពនៅស្រុកមោងឫស្សីខេត្តបាត់ដំបងដែលទើបចាប់ផ្ដើមធ្វើផលិតកម្មស្រូវស្រងាយស្រាលតាមកិច្ចសន្យាក្នុងតម្លៃ950រៀលក្នុង1គីឡូក្រាមលោកបានលើកឡើងថាតម្លៃនេះគឺសម្រេចបានដោយសារការចងក្រងជាសហគមន៍កសិកម្មទំនើបដែលផ្ដល់អានុភាពឲ្យក្រុមប្រជាកសិករជាសមាជិកធ្វើការចរចាកិច្ចសន្យាផលិតកម្មទុកមុនជាមួយអ្នកទិញលើតម្លៃគុណភាពនិងបរិមាណហើយមិនមែនដោយសារការកំណត់តម្លៃដោយរដ្ឋនោះទេចំណែកនៅថ្ងៃទី30ខែតុលាលោកដេទីណាក៏បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើបស្រូវប្រព័ន្ធធារាសាស្ត្រកង្ហតនៅស្រុកសង្កែខេត្តបាត់ដំបងដែលកំពុងត្រៀមចាប់ផ្ដើមផលិតកម្មស្រូវស្រងាយតាមកិច្ចសន្យាក្នុងតម្លៃ950រៀលក្នុង1គីឡូក្រាមដូចគ្នាលោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់កសិករដែលមិនទាន់ចូលជាសហគមន៍កសិកម្មទំនើបពិចារណាចូលរួមចងក្រងដើម្បីធ្វើការស្ដារមកវិញនិងទទួលបានអត្ថប្រយោជន៍ជាច្រើនជាពិសេសការធានាទីផ្សារតម្លៃសមរម្យតាមការចុះកិច្ចសន្យាទុកមុនការកាត់បន្ថយថ្លៃដើមផលិតកម្មការទទួលទុនកម្ចីការប្រាក់ទាបនិងការផ្ដល់ជំនួយបច្ចេកទេសសូមបញ្ជាក់ដែរថាក្រសួងកសិកម្មនឹងបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើបដើម្បីជួយឲ្យប្រជាកសិករធ្វើការស្ដារមកវិញតាមរយៈការធានាតម្លៃនិងទីផ្សារដោយចុះកិច្ចសន្យាទុកមុនការកាត់បន្ថយថ្លៃដើមផលិតនិងការផ្ដល់ជំនួយបច្ចេកទេសនេះបើតាមការបញ្ជាក់បន្ថែមពីលោកដិតទីណា